ស្រីម្នាក់បានកើតក្នុងគ្រួសារដែលមានមន្តអាគមសមាជិកគ្រប់រូបក្នុងគ្រួសារសុទ្ធតែមានសមត្ថភាពមន្តអាគមប្លែកគ្នាបងស្រីច្បងមានកម្លាំងខ្លាំងអាចលើកផ្ទះមួយក្នុងបានយ៉ាងងាយសូម្បីតែសត្វព្រារបស់អ្នកភូមិក៏នាងអាចលើកបានដោយដៃខាងដែរបងស្រីទី2គឺជាទេពធីតាគ្រប់គ្រងការនឹងរុកជាតិគ្រាន់តែក្រវីដៃតិចអាចធ្វើឲ្យការរាប់រយរីកស្គូស្គាយមន្តអាគមរបស់ម្ដាយរឹតតែអស្ចារ្យបងអែមដែលគាត់ធ្វើមានធម៌ពលអាចព្យាបាលអ្វីគ្រប់យ៉ាងនៅលើក្បាលរបស់មីងតូចតែងតែមានពពកខ្មៅតាមជាប់ជានិច្ចពេលអារម្មណ៍មិនល្អវានឹងមានភ្លៀងធ្លាក់និងរន្ទះបាញ់មានតែ Bella ម្នាក់គត់ដែលមើលទៅសាមញ្ញបំផុតមិនត្រឹមតែគ្មានដង្សារមន្តអាគមសូម្បីតែបន្តិចថែមទាំងតែងតែធ្វើឲ្យរឿងរ៉ាវខ្លាចជាច្របូកច្របល់យប់នេះគឺជាពិធីបន្តវេនដង្សាររបស់ប្អូនប្រុសជីដូនមួយមនុស្សគ្រប់គ្នាក្នុងគ្រួសារកំពុងរវល់រៀបចំយ៉ាងខ្លាំងលោកយាយបារម្ភថា Bella នឹងបង្កការរំខានទើបឲ្យនាងនៅក្នុងបន្ទប់កុំដាផ្ដេកផ្ដាស់ Bella ដែលមានអារម្មណ៍ឯកោនិងខកចិត្តបាននឹកឃើញកាលពីក្មេងកាលនោះមនុស្សដែលលោកយាយស្រឡាញ់បំផុតគឺនាងក្មេងគ្រប់រូបក្នុងគ្រួសារនៅពេលអាយុបាន5ឆ្នាំនឹងទទួលបានបន្ទុកតខ្លួននិងសមត្ថភាពមន្តអាគមដាច់ដោយឡែក Bella ក៏មិនមែនជាករណីលើកលែងដែរនោះមនុស្សពេញមួយភូមិបានមកជួបជុំគ្នាដើម្បីធ្វើជាសាក្សីនៅពេលដែល Bella ប៉ះទ្វារមន្តអាគមភ្លាមគ្រប់គ្នាស្រឡាំងកាន់ជាខ្លាំងទ្វារមន្តអាគមស្រាប់តែចាប់ដើមរលាយបាត់បន្តិចម្ដងនេះមានន័យថា Bella គ្មានដង្សារអ្វីទាំងអស់គឺជាមនុស្សធម្មតាម្នាក់ដែលមិនអាចដាស់មន្តអាគមបានចាប់ពីពេលនោះមកលោកយាយតែងតែមានអារម្មណ៍ថានាងគឺជាអ្នកបង្កបញ្ហាបងស្រីក្នុងផ្ទះក៏តែងតែសើចចំអកឲ្យនាងដែរអូនប្រុសជីដូនមួយមានទំនាក់ទំនងល្អបំផុតជាមួយនាងតែក៏បារម្ភថាខ្លួនឯងនឹងក្លាយជាមនុស្សធម្មតាដូចនាងដែរតែការពិតបានបង្ហាញថាដង្សាររបស់អូនប្រុសគឺអស្ចារ្យខ្លាំងណាស់នៅពេលដែលគេប៉ះសទ្វារពន្លឺពណ៌មាសបានជីចេញមកគ្រប់ទីសក្តិសិទ្ធិចម្ពោះធំមួយក្បាលបានហោះចេញមកតាមការហៅតាមរបៀបនេះគ្រួសារមានដង្សារដ៏ខ្លាំងក្លាមួយបន្ថែមទៀតប្អូនប្រុសអាចធ្វើការប្រាស្រ័យទាក់ទងជាមួយសត្វគ្រប់ប្រភេទនៅពេលដែលគេបើកទ្វារបន្ទប់ទិដ្ឋភាពរឹតតែគួរឲ្យភ្ញាក់ផ្អើលខាងក្នុងគឺជាព្រៃឈើដ៏ធំល្វឹងល្វើយលោកយាយសប្បាយចិត្តយ៉ាងខ្លាំងហើយបានហៅគ្រួសារទាំងមូលមកថតរូបជុំគ្នាតែគ្មាននរណាម្នាក់ចាប់អារម្មណ៍ Bella ដែលឈរនៅកាច់ជ្រុងឡើយនាងបានដើរចេញពីបន្ទប់ដោយស្ងៀមស្ងាត់ទោះបីជាគ្មានមន្តអាគមសូម្បីតែបន្តិចប៉ុន្តែនាងតែងតែព្យាយាមចង់ជួយសម្រាប់បន្ទប់គ្រួសារតែចុងក្រោយនៅតែមិនអាចទទួលបានការទទួលស្គាល់ពីគ្រួសារពេលនោះមានបំណែកគ្រឿងមួយបានធ្លាក់មកទាក់ទាញចំណាប់អារម្មណ៍ Bella នាងបានលូកដៃទៅយកតែចៃដន្យឲ្យកមុតបាតដៃវិនាទីបន្ទាប់ផ្ទៃដីស្រាប់តែប្រេះបំណែកប្រេះស្រាមបានរីករាលដាលកាត់ផ្ទះទាំងមូលរហូតរាលដាលដល់កន្លែងដាក់ទៀនទើបឈប់ទ្វារមន្តអាគមរបស់សមាជិកគ្រួសារចាប់ដើមញ័រមិនឈប់ Bella ភ័យស្លន់ស្លោជាខ្លាំងព្រោះដង្សារមន្តអាគមរបស់គ្រួសារទាំងអស់គឺមានប្រភពចេញពីទីនេះកាលនោះភូមិត្រូវបានក្រុមចោរប្លន់អ្នកភូមិបានត្រឹមតែរត់ភៀសខ្លួនគ្រប់ទីតែក្រុមចោរនៅតែដេញតាមមិនលែងដើម្បីការពារគ្រួសារលោកតាបានត្រូវក្រុមចោរសម្លាប់យ៉ាងអាណោចអាធំចំពេលនោះទៀនមន្តអាគមមួយបានលេចឡើងពីកណ្ដាលអាកាសកំចាត់ក្រុមចោរទាំងអស់និងការពារប្រជាជនពេញមួយភូមិប្រសិនបើទៀននេះរលត់ទៅមិនត្រឹមតែមន្តអាគមរបស់គ្រួសារនឹងបាត់បង់ទាំងស្រុងនោះទេសូម្បីតែអ្នកភូមិក៏នឹងបាត់បង់ការការពារដែរបន្ទាប់ពីយល់ពីភាពធ្ងន់ធ្ងរនៃរឿងនេះនាងបានរត់ទៅប្រាប់លោកយាយភ្លាមតែនៅពេលគ្រប់គ្នាទៅដល់សាលធំអ្វីក៏ត្រឡប់មកសភាពដើមវិញបាត់ទៅហើយគ្រប់គ្នាគិតថា Bella កំពុងតែបង្កើតរឿងឥតប្រយោជន៍ទោះបីជាគ្មាននរណាម្នាក់ព្រមជឿនាងក៏ដោយ Bella នៅតែមិនអស់ចិត្តពីសុវត្ថិភាពរបស់គ្រួសារដូច្នេះនាងបានលួចឡើងលើដំបូលផ្ទះនៅពេលពាក់កណ្ដាលដើម្បីចង់ធានាថាទៀនមន្តអាគមនៅមានសុវត្ថិភាពដោយអចេតនានាងក៏បានរៀបពីការបារម្ភរបស់លោកយាយតាមពិតលោកយាយបានដឹងតាំងពីយូរថាទៀនមន្តអាគមកំពុងតែចុះខ្សោយជាបន្តបន្ទាប់ប៉ុន្មានឆ្នាំមកនេះគាត់តែងតែនឹកដល់លោកតាប្រសិនបើគាត់នៅទីនេះប្រកាសជាមានវិធីការពារទៀននេះមិនខាននឹងជួយទប់ទល់គ្រួសារទាំងមូលជាមួយគាត់បន្ទាប់ពីដឹងពីទុក្ខកង្វល់របស់លោកយាយ Bella បានសម្រេចចិត្តថានឹងជួយដោះស្រាយវិបត្តិរបស់គ្រួសារព្រឹកឡើងថ្ងៃបន្ទាប់នាងក៏ចាប់ដើមធ្វើសកម្មភាពដំបូងនាងបានទៅរកបងស្រីជីដូនមួយដែលមានត្រចៀកទឹករឿងរ៉ាវផ្ទុយធំក្នុងភូមិនាងដឹងទាំងអស់សូម្បីតែចូលមួយធ្លាក់លើដីក៏មិនអាចគេចផុតពីត្រចៀកនាងដែរបន្ទាប់ពីសាកសួររួចពិតជាបានរកឃើញភាពមិនប្រក្រតីរបបផ្នែកខាងឆ្វេងរបស់បងស្រីច្បងបានកន្ត្រាក់មិនឈប់តាំងពីកាលពីមុនការលើកលា8ក្បាលគឺជារឿងងាយបំផុតតែឥឡូវសូម្បីតែលើក6ក្បាលក៏មានអារម្មណ៍ថាពិបាកសម្ពាធលើខ្លួនប្រាណក៏កាន់តែធ្ងន់ទៅសំណាងល្អនៅមាន Bella ដែលជាមនុស្សម្នាក់នេះបងស្រីច្បងគិតបែបនេះក៏មានអារម្មណ៍ធូរស្រាលបន្តិចហើយបានប្រាប់ Bella ថាប្រសិនបើចង់ដឹងអាកំបាំងនៃការបាត់បង់មន្តអាគមប្រហែលជាអាចរកដំណោយបានបើរកឃើញលោកពូដែលបានបាត់ខ្លួន Bella មិនបង្អង់យូរឡើយក៏ចេញដំណើរភ្លាមនាងបានទៅដល់បន្ទប់របស់លោកពូដោយផ្ទាល់ទីនេះត្រូវបានបិទចោលជាច្រើនឆ្នាំមកហើយនិងជាតំបន់ហាមឃាត់របស់គ្រួសារនឹកស្មានមិនដល់ថាបន្ទប់របស់លោកពូគឺជាវាលខ្សាច់ដ៏ធំធេងគ្មានទីបញ្ចប់ Bella បានឡើងតាមកម្មជណ្ដើរដែលរាប់មិនអស់ទីបំផុតក៏មកដល់មុខវិមានដ៏ធំមួយមុនពេលដែលនាងអាចសង្កេតមើលជុំវិញបានច្បាស់ទ្វារដ៏ធំនៅពីក្រោយក៏បានបិទនាងជាប់នៅខាងក្នុងវិនាទីបន្ទាប់ពន្លឺពណ៌បៃតងបានភ្លឺឡើងក្នុងបន្ទប់ដ៏ងឹតស្លុបនេះគឺជាទំនាយចុងក្រោយដែលលោកពូបានបន្សល់ទុក Bella បានរើបំណែកមកមើលឃើញថាមនុស្សនៅក្នុងនោះគឺជាខ្លួននាងផ្ទាល់ចំពេលនោះរូងភ្នំស្រាប់តែចាប់ផ្ដើមបាក់លំ Bella ប្រញាប់ប្រមូលបំណែកទាំងអស់ហើយបើកទ្វាររត់ចេញមកក្រៅពេលត្រឡប់មកដល់ផ្ទះវិញ Bella បានផ្ដោតអារម្មណ៍គុំបំណែកទំនាយមីងតូចស្រាប់តែរត់ចូលមកយ៉ាងប្រញាប់ Bella ក៏ឆ្លៀតសួរអំពីសាច់រឿងរបស់លោកពូមីងតូចគ្រាន់តែភ្លាមពកខ្មៅលើក្បាលក៏ចាប់ដើមវិលវល់ព្រោះគ្រប់គ្នាបានចាត់ទុកលោកពូជាមនុស្សនាំសំណាងអាក្រក់ទំនាយរឿងអាក្រក់របស់គាត់តែងតែខ្លាចជាការពិតជានិច្ចដូច្នេះអ្នកភូមិគិតថាភាពចង្រៃគឺមកពីលោកពូជាអ្នកនាំមកពេលនោះបរិសសង្ហាក្នុងភូមិកំពុងរៀបចំសម្បងស្រីទី2បង្ការ Bella បានឆ្លៀតឱកាសពេលកំពុងច្របូកច្របល់គុំបំណែកទំនាយរហូតពេញលេញមើលទៅរូបភាពខ្លួនឯងនៅក្នុងនោះតើមនុស្សដែលបំផ្លាញមន្តអាគមគ្រួសារគឺជាខ្លួននាងពិតមែនឬខណៈពេលដែល Bella កំពុងតែញឿនឆ្ងល់លោកប៉ាបានរុញទ្វារដើរចូលមកពេលឃើញទំនាយនោះលោកប៉ាស្រឡាំងកាំងចូលថឹងមួយកន្លែងដើម្បីការពារកូនស្រីគាត់បានប្រមូលយកបំណែកទាំងអស់ទៅបាត់ដើម្បីចង់លាក់បាំងរឿងនេះទុកជាការសម្ងាត់មន្តអាគមនឹងមិនរលាយបាត់ទេផ្ទះនឹងមិនបាក់រំឡើយដង្សាររបស់ក្មេងមិនបានចុះខ្សោយទេគ្មាននរណាម្នាក់ដឹងថាមានរឿងមិនប្រក្រតីឡើយមិនចាំបាច់ឲ្យអ្នកអតីតដឹងទេនឹងដឹងមិនខាននាងនឹងប្រាប់គ្រប់គ្នាចប់ហើយពីនេះហើយពេលកំពុងញ៉ាំបាយ Bella បានធ្វើសញ្ញាប្រាប់បងស្រីជីដូនមួយកុំឲ្យនិយាយផ្ដេសផ្ដាស់តែបងស្រីម្នាក់នេះមានរហស្នាមថាដមត់ដាច់រឿងរ៉ាវដកដៅគប់បែបនេះតើនាងអាចទ្រាំមិននិយាយបានយ៉ាងម៉េចត្រឹមតែមួយពព្រិចភ្នែកក៏បានលួចប្រាប់អូនប្រុសបាត់ទៅតាមរបៀបនេះអាកំបាំងនៃទំនាយត្រូវបាននិយាយគ្នារហូតដល់មីងតូចមានពកខ្មៅងឹតលើក្បាលទើបតាក់ទាញការចាប់អារម្មណ៍ពីលោកយាយលោកប៉ាប្រញាប់ជួយបិទបាំងដើម្បីឲ្យរឿងនេះកន្លងផុតទៅដើម្បីបង្វែរចំណាប់អារម្មណ៍គ្រប់គ្នា Bella បានប្រាប់ឲ្យបរិសសង្ហាប្រញាប់សុំការរៀបការចំពេលនោះផ្ទៃដីស្រាប់តែប្រេះចេញម្ដងទៀត Bella ប្រញាប់ស្ទុះទៅរងពីមុខចៃដន្យឲ្យក៏ឃើញបំណែកទំនាយត្រូវបានសត្វរបស់អូនប្រុសដណ្ដើមយកទៅវិនាទីបន្ទាប់វាបានបោះទៅចំពីមុខលោកយាយតែម្ដងបន្ទាប់មកជញ្ជាំងចាប់ដើមមានស្នាមប្រេះហើយរីកធំទៅវ៉ូលីបានលូនចេញតាមចន្លោះប្រហោងធ្វើឲ្យកូនកំលូដែលមកសុំរៀបការដួលខ្ពាក់ទៅលើដីពិធីជប់លៀងពេលល្ងាចក៏ត្រូវបានបញ្ចប់ទាំងមិនសប្បាយចិត្តបានទម្លាក់កំហុសទៅលើ Bella ទាំងអស់ពេលនោះបំណែកទំនាយក៏ត្រូវបានសត្វកណ្ដុរប៉ុន្មានក្បាលឆក់យកទៅ Bella បានដេញតាមរហូតដល់មុខរូបភាពមួយសន្លឹកក៏បានរកឃើញផ្លូវសម្ងាត់មួយដែលលាក់បាំងទុក
នាងបានដើរចូលទៅតាមដានដោយភាពចង់ដឹងចង់ឃើញក៏បានប្រទះឃើញស្រមោលដ៏អាតកំបាំងមួយដែលប្រញាប់ដេញតាមពីក្រោយលទ្ធផលគឺឲ្យជើងហើយធ្លាក់ចូលទៅក្នុងរណ្ដៅដ៏ជ្រៅជួយខ្ញុំផងសប្បាយចិត្តណាស់ជួយខ្ញុំផងតាមពិតទៅមនុស្សអាតកំបាំងម្នាក់នេះគឺជាលោកពូដែលបានបាត់ខ្លួនជាច្រើនឆ្នាំនោះឯងតើនោះបែលឡាមិនអាចទទួលបានដង្សាមន្តអាគមលោកយាយគិតថាទានមន្តអាគមមានបញ្ហាដូច្នេះទើបឲ្យលោកពូមើលទំនាយពីអនាគតលទ្ធផលនៃទំនាយគឺមន្តអាគមនឹងបាត់បង់ហើយផ្ទះនឹងបាក់លំហើយក្នុងរូបភាពនោះក៏មានស្រមោលរបស់បែលឡាលេចឡើងដែរផ្ទះចាប់ផ្ដើមប្រេះស្រាមតាមទីផ្សេងគ្នារួចក៏ត្រឡប់មកធម្មតាវិញដើម្បីការពារក្មួយស្រីគាត់បានជ្រើសរើសលាក់បាំងទំនាយនេះទុកជាសម្ងាត់ដូច្នេះគាត់ក៏បានពួននៅក្នុងចន្លោះជញ្ជាំងផ្ទះហើយលួចជួសជុលស្នាមប្រេះដែលកើតឡើងជាបន្តបន្ទាប់ដោយស្ងៀមស្ងាត់នៅជាមួយសត្វកណ្ដុរអស់រយៈពេលជាច្រើនឆ្នាំអ្វីដែលធ្វើឲ្យគាត់អាចទ្រាំរស់នៅបន្តពីការនឹកនាដល់គ្រួសារគឺនៅមានចន្លោះជញ្ជាំងដែលអាចមើលឃើញការរស់នៅប្រចាំថ្ងៃរបស់គ្រួសារភាពលាក់បាំងរបស់លោកពូបានធ្វើឲ្យបែលឡារំភើបចិត្តយ៉ាងខ្លាំងនាងបានអង្វរឲ្យលោកពូមើលទំនាយអនាគតម្ដងទៀតដើម្បីចង់ដឹងឲ្យច្បាស់ថាតើមកពីនាងមែនឬទេដែលធ្វើឲ្យមន្តអាគមរបស់គ្រួសាររលាយបាត់ទោះបីជាអាចក៏ខ្ញុំមិនធ្វើដែរឯងបានបំផ្លាញរូបភ្នំរបស់ខ្ញុំអស់ហើយនោះក៏មិនមែនមកពីខ្ញុំដែរពីព្រោះខ្ញុំត្រូវការកន្លែងបង្កាត់ភ្លើងខ្ញុំទៅរកឲ្យតើមានបន្ទប់នៅណាគ្រប់គ្នានៅក្នុងផ្ទះនេះសុទ្ធតែមានមន្តអាគមពួកគេមានផ្ទះមន្តអាគមមួយខ្នងដែលមិនត្រឹមតែអាចសម្អាតផ្ទះនិងជួយមើលថែក្មេងដោយខ្លួនឯងបានថែមទាំងអាចបង្កើតទ្វារមន្តអាគមដ៏អស្ចារ្យជាច្រើនទៀតផងដែលអាចជួយពួកគេឲ្យទទួលបាននូវសមត្ថភាពមន្តអាគមរៀងខ្លួនទោះជាយ៉ាងណានៅថ្ងៃមួយផ្ទះមន្តអាគមស្រាប់តែលេចចេញនៅស្នាមប្រេះទៀនដែលមិនដែលរលត់សោះនោះក៏ចាប់ផ្ដើមឆេះរេរំជាលើកដំបូង Maribel បានលុបឡើងទៅលើដំបូលផ្ទះដើម្បីពិនិត្យមើលស្ថានភាពប៉ុន្តែបែរជាលោកយាយនិយាយម្នាក់ឯងដោយចៃដន្យតាមពិតគាត់ក៏មានអារម្មណ៍ថាទៀនមន្តអាគមកំពុងតែចុះខ្សោយដែរប្រសិនបើមានថ្ងៃណាមួយមន្តអាគមត្រូវរលាយបាត់មន្តអាគមរបស់សមាជិកគ្រួសារក៏នឹងរលាយបាត់ទៅតាមនោះដែរក្នុងពេលជាមួយគ្នានោះកម្លាំងរបស់បងស្រីច្បងក៏ចាប់ផ្ដើមចុះខ្សោយបងស្រីច្បងបានប្រាប់ថាលោកពូដែលបាត់ខ្លួនជាច្រើនឆ្នាំមកហើយនោះមានសមត្ថភាពមើលឃើញអនាគតគាត់ធ្លាប់បាននិយាយថាផ្ទះមន្តអាគមនឹងត្រូវពឹងផ្អែកលើនាងប៉ុន្តែគាត់បានបាត់ខ្លួនជាច្រើនឆ្នាំមកហើយសូម្បីតែទ្វារមន្តអាគមរបស់គាត់ក៏បានក្លាយជាកន្លែងហាមឃាត់របស់គ្រួសារដែរ Maribel បានមកដល់ខាងមុខទ្វារមន្តអាគមរបស់លោកពូនាងបានបើកទ្វារបន្ទប់របស់លោកពូហើយក៏ធ្លាក់ចូលទៅក្នុងគំនរខ្សាច់ដ៏ធំមួយចំណែកឯលំហមន្តអាគមរបស់គាត់គឺទេស្អាតនិងគួរឲ្យខ្លាចណាស់ Maribel បានប្រើអស់ពីកម្លាំងរហូតដល់ទីបំផុតអាចឡើងទៅដល់ចំណុចខ្ពស់បំផុតគ្រាន់តែនាងចូលទៅដល់ភ្លាមទ្វារធំក៏ត្រូវចាក់សោជាប់ប៉ុន្តែភ្លាមនោះនាងក៏បានឃើញពន្លឺដែលកប់នៅក្នុងដីខ្សាច់នាងបានការយកបំណែកកញ្ចក់បញ្ចេញពន្លឺចេញពីខាងក្នុងហើយព្យាយាមគុំវាចូលគ្នាទៅតាមស្នាមប្រេះនៅលើនោះស្រាប់តែលេចចេញនៅរូបភាពរបស់នាងផ្ទាល់រំពេចនោះផ្ទះតូចក៏ចាប់ផ្ដើមរញ្ជួយយ៉ាងខ្លាំងស្នាមប្រេះបានរាលដាលពេញជញ្ជាំងនាងប្រញាប់ប្រញាល់ស្វែងរកបំណែកកញ្ចក់បញ្ចេញពន្លឺផ្សេងទៀតហើយបានរត់ចេញមកក្រៅនៅវិនាទីចុងក្រោយមុនពេលគ្រោះថ្នាក់មកដល់ថ្ងៃបន្ទាប់នៅក្នុងពិធីភ្ជាប់ពាក្យរបស់បងស្រីទី2នៅក្រោមជើងរបស់ Maribel ស្រាប់តែលេចចេញនៅស្នាមប្រេះមួយនាងប្រញាប់ស្ទុះទៅមុខដើម្បីព្យាយាមបាំងវាស្របពេលនោះឯងសត្វកណ្ដុរតូចពីរបីក្បាលបែរជាគុំរូបភាពនោះរួចរាល់ហើយយកទៅដាក់នៅចំពោះមុខលោកយាយតែម្ដងរឿងរ៉ាវបានខ្លាចជាការគ្រប់គ្រងមិនបាននៅក្នុងភាពច្របូកច្របល់ថែមទាំងធ្វើឲ្យខូចពិធីភ្ជាប់ពាក្យរបស់បងស្រីទី2បន្ទាប់មក Maribel បែរជាឃើញកណ្ដុរប៉ុន្មានក្បាលពងបំណែកកញ្ចក់រត់ចេញទៅនាងក៏បានដេញតាមរហូតទៅដល់ទីនោះនាងបានរកឃើញទ្វារសម្ងាត់មួយនៅពីក្រោយគំនូររូបរាងមនុស្សម្នាក់បានឆ្វាច់បាត់ទៅនាងក៏ដេញតាមយ៉ាងលឿនរហូតស្រាប់តែធ្លាក់ទៅក្នុងជ្រុះមួយលំនាំដៃមួយបានលេចចេញមកហើយចាប់ទីនាងជាប់នាងសម្លឹងមើលឲ្យច្បាស់តាមពិតគឺជាលោកពូដែលបានបាត់ខ្លួនជាច្រើនឆ្នាំមកហើយនោះសោះដែលតាមពិតគាត់តែងតែលាក់ខ្លួននៅក្នុងចន្លោះជញ្ជាំងដើម្បីជួសជុលស្នាមប្រេះ Maribel បានសុំឲ្យលោកពូប្រើមន្តអាគមម្ដងទៀតដើម្បីទស្សន៍ទីពីវាសនាអនាគតរបស់គ្រួសារក្នុងរូបភាពនាពេលអនាគតក្មេងស្រីម្នាក់កំពុងអប់នរណាម្នាក់ទៀនមន្តអាគមចាប់ផ្ដើមភ្លឺឡើងមើលទៅបើចង់សង្គ្រោះគ្រួសារគឺត្រូវតែអប់បុគ្គលម្នាក់នេះប៉ុន្តែក្មេងស្រីសម្លឹងមើលឲ្យច្បាស់បុគ្គលនោះគឺជាបងស្រីទី2ដែលនាងស្អប់បំផុតប៉ុន្តែដើម្បីសង្គ្រោះគ្រួសារនាងនៅតែទៅគូសទ្វារបន្ទប់បងស្រីទី2ពិតមែនហើយបងស្រីទី2បានបញ្ជាវលិឈើដោយផ្ទាល់អូមីឡាចេញទៅក្រៅទ្វារមីឡាខឹងសម្បាយ៉ាងខ្លាំងជារបៀបបងស្រីទី2ថាជាមនុស្សអាត្មានិយមនិងមានជំនឿរបស់បងស្រីទី2បានដួលរំទាំងស្រុងតាមពិតនាងក៏ធុញទ្រាន់នឹងការខ្លាញ់បន្លំខ្លួនឲ្យល្អឥតខ្ចោះរាល់ថ្ងៃដែរប៉ុន្តែដើម្បីដំណើរចិត្តលោកយាយកន្លងមកនាងតែងតែធ្វើអ្វីដែលនាងមិនចូលចិត្តបន្ទាប់ពីនិយាយចប់នៅក្នុងសមុទ្រការបែរជាដកដាំការដំបងយកមួយមកវិញលើកនេះបងស្រីទី2បានដោះលែងខ្លួនឯងទាំងស្រុងបង្កើតបានជាដើមរុក្ខជាតិជាច្រើនដែលមិនធ្លាប់ឃើញពីមុនមកនៅទីបំផុតបានបង្ហាញពីខ្លួនឯងពិតប្រាកដបំផុតនាងបានអបមីឡាយ៉ាងសប្បាយរីករាយពិតមែនហើយទៀនមន្តអាគមកាន់តែឆេះសន្ធោសន្ធៅខ្លាំងឡើងពេលនោះលោកយាយស្រាប់តែបង្ហាញខ្លួនគាត់បានបន្ទោសមីឡាថាធ្វើឲ្យបងស្រីខ្លាចជាមនុស្សមិនល្អពេកនោះដេកក៏ចាប់ដើមប្រេះម្ដងទៀតស្នាមប្រេះបានរីកសាយភាយបន្តិចម្ដងពេញអាគារទាំងមូលទៀនក៏រៀបនឹងរលត់គ្រប់គ្នាខំប្រឹងរត់សម្ដៅទៅរកវាប៉ុន្តែមន្តអាគមរបស់ពួកគេបានបាត់បង់នៅពាក់កណ្ដាលផ្លូវផ្ទះទាំងមូលចាប់ដើមដួលរលំពួកគេទាំងអស់ត្រូវបានផ្ទះមន្តអាគមប្រវែងចេញមកក្រៅសូម្បីតែលោកពូដែលលាក់ខ្លួនក្នុងជញ្ជាំងក៏មិនលើកលែងដែរមានតែមីឡាប៉ុណ្ណោះដែលខំប្រឹងរត់សម្ដៅទៅរកទៀននៅពេលដែលដៃនាងប៉ះនឹងទៀនផ្ទះក៏បានរលំទាំងស្រុងទៀនមន្តអាគមបានប្រើមន្តអាគមចុងក្រោយដើម្បីការពារមីឡាប៉ុន្តែនៅទីបំផុតវាក៏បានរលត់ទៅមន្តអាគមនៅក្នុងផ្ទះក៏បាត់បង់អស់ទាំងស្រុងមីឡាយំស្ដាយក្រោយម្នាក់ឯងលោកយាយក៏ដើរមកលុំលោមនាងជាច្រើនឆ្នាំមកនេះគាត់ខំប្រឹងធ្វើឲ្យគ្រប់គ្នាប្រែជាល្អឥតខ្ចោះនិងខ្លាំងពូកែតែបែរជាមើលរំលងពីគំនិតផ្ទាល់ខ្លួនរបស់ពួកគេលោកយាយក៏បានដឹងពីកំហុសរបស់ខ្លួនឯងនៅទីបំផុតគាត់មិនគួរបង្ខំសមាជិកគ្រួសារខ្លាំងពេកនោះទេនៅពេលដែលលោកពូដែលបាត់ខ្លួនយូរបានបង្ហាញខ្លួនលោកយាយក៏លែងមានការបន្ទោសចំពោះគាត់ទៀតដែរទោះបីជាគ្មានផ្ទះមន្តអាគមក៏ដោយកន្លែងដែលមានសមាជិកគ្រួសារគឺជាផ្ទះហើយមានសម្លេងអ៊ូអរឡើងតាមពិតអ្នកភូមិទាំងអស់បានមកជួយពួកគេសង់ផ្ទះឡើងវិញនៅពេលដែលផ្ទះថ្មីត្រូវបានសង់រួចរាល់ម្ដងទៀតសមាជិកគ្រួសារទាំងអស់បានព្រមព្រៀងគ្នាឲ្យមីឡាជាអ្នកបំពាក់ដៃទ្វារសម្រាប់ផ្ទះថ្មីទិដ្ឋភាពដ៏អស្ចារ្យមួយបានកើតឡើងដៃទ្វារបានបញ្ចេញពន្លឺភ្លឺចែងចាំងចុងក្រោយផ្ទះទាំងមូលត្រូវបានបំភ្លឺឡើងពីព្រោះមីឡានិងសមាជិកគ្រួសារទទួលបានមន្តអាគមវិញសារជាថ្មីផ្ទុយទៅវិញបែរជាមើលរំលងនូវសញ្ចិត្តណារវាងសមាជិកគ្រួសារនៅពេលនេះលោកយាយក៏បានដឹងពីកំហុសរបស់ខ្លួនឯងដែរទើបគាត់អាចសុំទោសបើអឺដោយស្មោះត្រង់បន្ទាប់ពីទទួលបានបែបនេះបើអឺក៏យកពីលោកយាយក្នុងពេលបំផុតទីបំផុតអ្នកទាំងពីរក៏បានត្រូវរើគ្នាវិញពេលនោះក៏មានអ្នកមកទទួលពួកគេទាំងពីរត្រឡប់ទៅផ្ទះវិញម្ដាយនិងកូនអបគ្នាទាំងក្តីរំភើបបើធៀបនឹងសាច់ញាតិដែលមិនបានជួបគ្នាជាច្រើនឆ្នាំមកនេះតើវេទមន្តមានតម្លៃស្អីទៅបន្ទាប់មកគ្រួសារទាំងមូលបានសម្រេចចិត្តសាងសង់ផ្ទះឡើងវិញអ្នកភូមិក៏បានមកជួយដែរដោយបានរួមកម្លាំងគ្នាជួយយ៉ាងស្រាក់ស្រាំមិនយូរប៉ុន្មានផ្ទះដែលគ្រប់គ្នាជួយគ្នាក៏បានសាងសង់រួចរាល់ដើម្បីអរគុណដល់ការលះបង់របស់បើអឺក្រុមគ្រួសារបានឲ្យបើអឺជាអ្នកដំឡើងដៃទ្វារគ្មាននរណាម្នាក់នឹកស្មានដល់នោះទេខណៈពេលដែលដំឡើងដៃទ្វាររួចរាល់ពន្លឺអាកំបាំងមួយបានលេចឡើងភ្លាមវាបានគ្រប់ដណ្ដប់លើផ្ទះទាំងមូលផ្ទះវេទមន្តក៏មានអំណាចវេទមន្តឡើងវិញនៅពេលនេះបើអឺក៏បានរកឃើញដោយការភ្ញាក់ផ្អើលថាខ្លួនឯងបានទទួលបន្តអំណាចពិសេសពីលោកយាយខ្លាយជាម្ចាស់ថ្មីនៃផ្ទះវេទមន្តកាលពីមុនបើអឺតែងតែខិតខំប្រឹងប្រែងយ៉ាងខ្លាំង
ព្យាយាមអស់ពីសមត្ថភាពតែមិនសូវមានគេយកចិត្តទុកដាក់តែគាត់បានប្រើភាពរឹងមាំនិងភាពក្លាហានរបស់ខ្លួនទទួលបានការទទួលស្គាល់និងការគាំទ្រពីក្រុមគ្រួសារគឺដោយសារតែសេចក្តីស្រឡាញ់ដ៏ស្មោះត្រង់របស់គាត់ធ្វើឲ្យវេទមន្តត្រឡប់មកវិញម្ដងទៀតនេះមិនមែនជារឿងស្រមើស្រមៃឡើយនៅភាគក្រោយឆ្នាំ2009ខ្សែភាពយន្តគំនូរជីវចរ3មួយទើបតែចេញផ្សាយវាបានល្បីល្បាញពេញគ្រប់បណ្ដាញសង្គមអ្នកទស្សនាជាច្រើនបានលាន់មាត់ថានេះហើយគឺជាសេចក្តីស្នេហាដ៏ល្អឥតខ្ចោះបំផុតដែលយើងអាចស្រមៃបានបច្ចុប្បន្នវាទទួលបានពិន្ទុខ្ពស់រហូតដល់ 9.1 ពីមនុស្សជាង 1.251 លាននាក់ភាពរំភើបរបស់ពួកគេមិនមែននៅលើស្នេហាដ៏ខ្លាំងក្លានោះទេប៉ុន្តែគឺនៅលើជីវិតដ៏សាមញ្ញបំផុតឥឡូវនេះចូលយើងមកមើលថាតើវាមានមន្តស្នេហ៍អ្វីខ្លះនៅកន្លែងឋានសំណង់មួយមានម្ចាស់ផ្ទះដែលមិនព្រមរស់រើម្នាក់ទោះបីជាអ្នកអភិវឌ្ឍដល់ប្រាក់សំណងខ្ពស់យ៉ាងណាក៏ដោយក៏គាត់មិនរំភើបចិត្តដែរមានមិត្តភ័ក្តិរួមការងារមកបញ្ចុះបញ្ចូលតែជាត្រូវលោកតាប្រើដំបងវាក្បាលហើយការវានេះក៏បានធ្វើឲ្យលោកតាត្រូវគេបដឹងទៅតុលាការពីបទបង្កបួសស្នាមដោយអចេតនាតុលាការតម្រូវឲ្យគាត់រស់រើចេញក្នុងរយៈពេល3ថ្ងៃបើមិនដូច្នោះទេនឹងត្រូវចាប់ខ្លួនមូលហេតុដែលលោកតាមិនព្រមចាក់ចេញមិនមែនចង់បានសំណងច្រើនជាងមុននោះទេប៉ុន្តែគឺដោយសារផ្ទះចាស់នេះមានអត្ថន័យខ្លាំងណាស់សម្រាប់គាត់រឿងរ៉ាវបានកើតឡើងកាលពីច្រើនឆ្នាំមុនកាលនោះគាត់នៅជាក្មេងប្រុសធាត់ម្នាក់ដែលពាក់មួកគាត់មានឈ្មោះថាខាលខលទោះបីជាគាត់ជាមនុស្សកំសាកតែគាត់មានបេះដូងចូលចិត្តការផ្សងព្រេងឆ្លងកាត់ខ្យល់បក់ឆ្លងកាត់ជលងភ្នំឆ្លងកាត់ព្រៃក្រាស់កាលពីមុនតើនេះមិនមែនជាក្តីសុបិនកាលពីកុមារភាពរបស់យើងទេប៉ុន្តែត្រូវបានជីវិតពិតបំផ្លាញអស់ថ្ងៃមួយខាលបានដើរចូលទៅក្នុងផ្ទះឈើចាស់មួយដោយអចេតនានៅទីនោះគាត់បានស្គាល់អេលីដែលចូលចិត្តការផ្សងព្រេងដូចគ្នាពេលជួបគ្នាដំបូងខាលអៀនរហូតនិយាយមិនចេញចំណែកអេលីវិញមានភាពរស់រវើកណាស់បានយកគ្រឿងអេសរ៉ារបស់ខ្លួនជូនដល់ខាលមិនត្រឹមតែប៉ុណ្ណោះនាងបានទៅលេងផ្ទះខាលនៅពេលយប់នាងបានបង្ហាញពីគម្រោងផ្សងព្រេងរបស់ខ្លួនខាលក៏បានដឹងថាតាមពិតពួកគេមានក្តីសុបិនដូចគ្នាគឺចង់ទៅមើលទឹកធ្លាក់សុរា Paradise Falls ក្នុងរឿងព្រេងហើយនេះក៏បានក្លាយជាកិច្ចសន្យារបស់ពួកគេត្រូវហើយឯងអាចប្រើការហោះហើរនាំពួកយើងទៅទីនោះឃើញក្មេងស្រីដ៏ពិសេសម្នាក់នេះខាលហាក់ដូចជាចាប់ចិត្តស្រឡាញ់នាងពេលវេលាកន្លងផុតទៅយ៉ាងលឿនពួកគេទាំងពីរក៏បានឈានចូលដល់អាពាហ៍ពិពាហ៍ដោយសារសមត្ថភាពនៅមានកម្រិតពួកគេអាចទិញបានតែផ្ទះចាស់នោះដើម្បីសាងសង់វាឡើងវិញក្រោមការខិតខំប្រឹងប្រែងរបស់ពួកគេត្រូវបានរៀបចំយ៉ាងស្អាតបាតពួកគេរស់នៅដោយការលក់ពេញប៉ោងទោះបីជាជីវិតមើលទៅសាមញ្ញប៉ុន្តែវាពោពេញដោយសុភមង្គលខណៈដែលមនុស្សសេចក្ដីណាកាន់តែស៊ីជម្រៅពួកគេក៏ចង់បានកូនតូចម្នាក់សូម្បីតែបន្ទប់កូនង៉ែក៏បានរៀបចំរួចរាល់ដែរប៉ុន្តែក្នុងការពិនិត្យសុខភាពលើកនេះតែជាដឹងថាអេលីមិនអាចមានកូនបានទោះបីជាអេលីមិននិយាយចេញមកប៉ុន្តែខាលអាចមើលដឹងពីភាពសោកសៅរបស់នាងខាលដឹងថាត្រូវតែឲ្យអេលីបដូរអារម្មណ៍ទើបអាចឲ្យនាងចាក់ចេញពីភាពសោកសៅបានដូច្នេះពួកគេក៏ចាប់ផ្ដើមសន្សំប្រាក់សម្រាប់ចិត្តទៅសម្រាប់ក្តីសុបិនតែពួកគេមានតាំងពីក្មេងប៉ុន្តែរឿងមិនល្អតែងតែកើតឡើងចុះមកដល់មិនឈប់ទើបតែសន្សំបានបន្តិចកង់ឡានក៏បែកត្រូវចំណាយប្រាក់ហើយផ្ទះក៏ខូចខាតបន្តិចបន្តួចក៏ត្រូវចំណាយប្រាក់ទៀតបែបនេះហើយថ្ងៃកន្លងផុតទៅឆ្នាំកន្លងផុតទៅក្តីសុបិនរបស់ពួកគេនៅតែមិនទាន់បានសម្រេចផ្ទុយទៅវិញពេលវេលាបានធ្វើឲ្យសក់របស់ពួកគេប្រែជាប៉ុន្តែទោះជាយ៉ាងនេះក្តីពួកគេនៅតែស្រឡាញ់គ្នាដូចដើមព្រមជាមួយគ្នាធ្វើការងារផ្ទះជាមួយគ្នារហូតមកដល់ថ្ងៃមួយខាលបានឃើញរូបថតកាលពីអេលីនៅក្មេងនិងរូបភាពទឹកធ្លាក់សុរាដែលនាងប្រាថ្នាចង់ទៅក្នុងចិត្តគាត់មានអារម្មណ៍ខុសខ្លាំងណាស់ពេលនេះគាត់លែងរីរែកទៀតហើយគាត់បានទិញសម្បត្តិពីរដើម្បីធ្វើដំណើរទៅកាន់ទឹកធ្លាក់សុរាដើម្បីផ្ដល់ការភ្ញាក់ផ្អើលដល់អេលីប៉ុន្តែអេលីបែរជាធ្លាក់ខ្លួនឈឺរហូតដល់អេលីលាចាក់លោកទៅក្តីសុបិននោះក៏នៅតែមិនបានសម្រេចអេលីបានចាក់ចេញទៅហើយខាលក៏បានក្លាយជាមនុស្សម្នាក់ឯងចាប់ពីពេលនោះមកខាលក៏ប្រែជាមនុស្សស្ងប់ស្ងាត់ជាងមុនសម្បត្តិយន្តហោះទៅកាន់ទឹកធ្លាក់សុរាទាំងពីរនោះក៏ត្រូវបានទុកចោលក្នុងថតតុឥឡូវនេះផ្ទះចាស់ដែលពោពេញដោយការចងចាំក៏ចិត្តត្រូវបានគេកំទេចចោលដែរខាលបានប្រាជ្ញាក្នុងចិត្តគាត់មិនអនុញ្ញាតឲ្យរឿងនេះកើតឡើងជាដាច់ខាតដើម្បីការពារកុំឲ្យគេរុះរើលោកតាបានសពពេញប៉ោងចំនួន 100000 គ្រាប់ពេញមួយយប់បែបនេះហើយផ្ទះក៏បានហោះឡើងទៅលើមេឃដោយជោគជ័យនៅពេលនោះខាលបានឈរនៅមាត់បង្អួចបញ្ជាទីដល់នៃការហោះហើរខាលមានអារម្មណ៍រំភើបខ្លាំងណាស់ព្រោះទីបំផុតគាត់អាចសម្រេចក្តីសុបិនរបស់ភរិយាគាត់បានហើយពួកយើងកំពុងធ្វើដំណើរហើយប្រពន្ធសម្លាញ់គាត់អង្គុយលើសាឡុងដោយក្តីស្កប់ស្កល់ស្រាប់តែមានសំឡេងគូទ្វារបន្លឺឡើងគាត់ស្រឡាំងកាំងអស់8វិនាទីឃើញខាលប្រញាប់ប្រញាល់ទៅបើកទ្វារស្រាប់តែត្រូវភ័យស្លន់ស្លោមានក្មេងប្រុសថតម្នាក់កំពុងតោងនៅមាត់បង្អួចតាមពិតក្មេងថតនោះគឺជាអ្នកស្ម័គ្រចិត្តម្នាក់ថ្ងៃនេះមកដើម្បីធ្វើការចុះអនុវត្តសង្គមតែជាត្រូវនាំហោះមកលើមេឃដោយអចេតនាខាលខ្លាចក្មេងមានគ្រោះថ្នាក់មានតែឲ្យគាត់ចូលក្នុងផ្ទះសិនប៉ុណ្ណោះ